ព័ត៌មានក្តៅៗតែម្ដងមកប្រិមិត្តយើងដែលស្នេហាវិស័យកីឡាគឺតាក់ទងនឹង Cristiano Ronaldo មិនមានឈ្មោះនៅក្នុងកៅអីបម្រុងក្នុងការប្រកួតរវាង Al Riyadh ជាមួយនឹង Al Nassr មូលហេតុធំ3យ៉ាងនោះគឺទី1ការមិនពេញចិត្តរបស់ម្ចាស់ក្លឹប Al Nassr ផ្ទាល់តែម្ដងគឺឃើញវត្តមានរបស់ Cristiano Ronaldo ច្រើនលើកច្រើនសារគ្រប់ការប្រកួតដូច្នេះទើបមិនមានឈ្មោះក្នុងកៅអីបម្រុងការប្រកួតរវាង Al Riyadh ជាមួយនឹង Al Nassr ទី2គឺម្ចាស់ក្លឹបមិនពេញចិត្តនៅការគ្រប់គ្រងរបស់ប្រធានក្រុមមួយនេះដោយមិនយកចិត្តទុកដាក់ចំពោះកូនក្រុមមូលហេតុទី3ការលើកឡើងរបស់ Cristiano Ronaldo គឺមិនពេញចិត្តទៅនឹងកីឡាករ Karim Benzema មកចូលលេងនៅក្នុងក្លឹប Al Hilal នៅប៉ៃអារ៉ាប់ដូច្នេះ Karim Benzema គឺជាដៃគូចាស់របស់ Cristiano Ronaldo នៅក្លឹប Real Madrid ហេតុធំ3យ៉ាងនេះធ្វើឲ្យ Ronaldo មិនពេញចិត្តនឹងការគ្រប់គ្រងរបស់ម្ចាស់ក្លឹបនិងមិនពេញចិត្តរបស់កីឡាករ Karim Benzema ក្នុងការចូលលេងនៅក្នុងក្លឹប Al Hilal បើសិនជាបញ្ហាធំនេះនឹងកើតមានឡើងហើយមិនអាចផ្សះផ្សាគ្នាបាននោះ Cristiano Ronaldo នឹងអាចចាក់ចេញពីក្លឹប Al Nassr ទៅកាន់ប៉ែកអារ៉ាប់ទៅកាន់ប៉ែកអឺរ៉ុបវិញម្ដងឬដំណឹងលីងថា Cristiano Ronaldo នឹងអាចវិលត្រឡប់ទៅក្លឹបចាស់របស់គាត់វិញនោះគឺក្លឹប Manchester United ឬក៏អាចទៅលេងនៅសហរដ្ឋអាមេរិកមានតែ 90% ប៉ុណ្ណោះដែលគាត់អាចទៅលេងនៅក្លឹប Manchester United ដែលជាក្លឹបចាស់របស់គាត់វិញតើបញ្ហារឿងមួយនេះអាចផ្សះផ្សាគ្នាឡើងវិញបានដែរឬទេបើសិនជា Cristiano Ronaldo នៅតែបន្តរឹងរូសឬក៏ម្ចាស់ក្លឹបនៅតែបង្កើតភាពមិនប្រក្រតីចំពោះ Cristiano Ronaldo ដែលមានបញ្ហាទាំង3យ៉ាងនេះអរគុណបងប្អូនប្រិមិត្តសម្រាប់ការតាមដានសូមជម្រាបលា